សកម្មភាពយករថយន្តអបរ៉ូតអូសធ្វើដំណើរទៅប្រកួតនៅឯប្រទេសឡាវនៅក្នុងថ្ងៃទី2ហើយបងប្អូនចង់ដឹងថានៅក្នុងសកម្មភាពនេះក្រុមការងាររបស់យើងទាំងអស់នឹងត្រូវជួបបញ្ហាអ្វីខ្លះនៅតាមផ្លូវក៏សូមរីករាយទស្សនាដំណើរដើមតោកនៅក្នុងវីដេអូនេះទាំងអស់គ្នាហើយក៏ជាវីដេអូដែលយើងឆ្លងដែនផងដែរអរគុណក្រោយពីក្រុមប្រណាំងរថយន្ត Cambodia Off-road Team ដែលមានរថយន្តប្រណាំង3គ្រឿងបាទគឺយើងត្រូវធ្វើដំណើរចេញពីផ្ទះសំណាក់បាទនៅក្នុងខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ទីតាំងឆ្លងដែននៅគេហៅថាច្រកត្រពាំងគ្រាលហើយមុននឹងយើងឆ្លងដែនថ្ងៃពេលព្រឹកនៅក្នុងថ្ងៃទី2នេះទៅចាក់ប្រេងឥន្ធនៈនឹងបន្ថែមសម្រាប់រថយន្តប្រណាំងក៏ដូចជារថយន្តអូសទាំងអស់ដែលយើងពំនាំដឹកដង្ហែយកពីប្រទេសខ្មែរមកកាន់ប្រទេសឡាវបាទហើយសម្រាប់ចាក់ផងដែរគឺយើងចាក់នៅស្ថានីយ៍ប្រេងឥន្ធនៈPeace Petroleum នៅក្នុងខេត្តស្ទឹងត្រែងនេះឯងហើយបេសកកម្មនៅក្នុងការដង្ហែទង់ចិត្តកម្ពុជាបាទរាប់រយគីឡូពុកម៉ែបងប្អូនទាំងអស់គ្នាបាទពីទឹកដីកម្ពុជាឆ្ពោះទៅកាន់ប្រទេសឡាវបាទហើយសំខាន់ខេត្តដែលយើងត្រូវប្រកួតនៅក្នុងប្រទេសឡាវនោះគឺឆ្ងាយពីព្រំដែនខ្លាំងតែម្ដងបាទធ្វើដំណើរនឹងរយៈពេលប្រហែលថ្ងៃដែរខ្ញុំនឹងព្យាយាមផ្ដិតយករូបភាពនៅតាមផ្លូវសម្រាប់ពុកម៉ែបងប្អូនចែកជូនទស្សនាទាំងអស់គ្នាផងដែរបាទឥឡូវនេះគឺបានមកដល់ព្រំដែនឡាវហើយបងប្អូនទាំងអស់គ្នាបាទហើយគឺជារថយន្តដែលយើងបានយកមកអស់បាទពោះការធ្វើដំណើរនេះផងដែរបាទការឆ្លងព្រំដែនបាទគឺយើងមានភាពរអាក់រអួលបន្តិចបាទដោយសារតែយើងត្រូវរងចាំគ្នាផងក៏ដូចជារត់ឯកសារបាទរត់ឯកសារឲ្យបានត្រឹមត្រូវស្របច្បាប់ផងដែរបាទនៅច្រកនេះហើយច្រកនេះបងប្អូនខ្មែរយើងគឺអាសាចិញ្ចោខ្លាំងណាស់បាទសម្រាប់បងប្អូនដែលជាម៉ូតូ adventure អីហ្នឹងណាបាទហើយបន្ទាប់ពីឆ្លងដែនខាងខ្មែរយើងរួចមកចិត្តមកដល់ច្រករបស់ខាងឡាវនេះបាទក៏បានជួបជាមួយបងប្អូនខ្មែរយើងដែលគាត់បានជូនពរបាទក៏បាទឥឡូវយើងបាយប៉ាសពតពីខាងខ្មែរយើងរួចរាល់ហើយខ្មែរយើងគេហៅថាត្រពាំងគ្រាលហើយចំណែកខាងឡាវយើងអីគេនោះនងនុកមិនទេមើលមិនឃើញឆ្ងាយពេកហើយយើងនៅតែវាយខាងនោះម្ដងទៀតអូខេអរគុណខ្ញុំអត់អីទេមកធ្វើថ្មីហ្នឹងក្រោយពីយើងឆ្លងដែនមកគឺថាស្ថានភាពផ្លូវក៏មិនសូវជាស្រួលដែរបាទគឺរដេករដប់បាទគឺថាកន្លុកខ្លាំងមែនទែនហើយភ្លៀងធ្លាក់គឺនិយាយពីថាភ្លៀងអត់ឈប់តែម្ដងបាទកម្រនឹងរាំងណាស់អញ្ចឹងតាមផ្លូវសកម្មភាពយើងថតនឹងមិនសូវជាបានចេញក្រៅថតឲ្យពុកម៉ែបងប្អូនមើលប៉ុន្មានទេហើយចំពោះតែស្ថានភាពផ្លូវនេះមិនមែនត្រឹមតែមានតែភ្លៀងធ្លាក់ទេបងប្អូនសំបីតែសត្វពីរណៈនឹងបាទគឺសុកនេះគឺគោគឺអីនឹងគឺប្រសេកប្រសាចខ្លាំងមែនទែនបាទរត់កាត់ផ្លូវបាទបើនៅឈរគិកផ្លូវណាអញ្ចឹងដូចជាចំនួនស្រុកយើងកាលពី10ឆ្នាំ20ឆ្នាំមុនដែរចំពោះស្ថានភាពផ្លូវដែលយើងកលែកមើលនៅក្នុងនេះហើយនៅស្រុកយើងក៏នៅមានខ្លះដែរបាទមិនមែនថាអត់សុទ្ធទេគ្រាន់តែថាមិនសូវជាច្រើនដូចនៅស្រុកនេះទេបងប្អូនទាំងអស់គ្នាគឺមានផ្លូវពិបាកតូចចង្អៀតហើយក៏កន្លុកច្រើនភ្លៀងធ្លាក់មកទៀតហើយយើងអូសលមកក៏វាមិនសូវជាមានភាពងាយស្រួលដែរយើងគ្រាន់តែបើកធម្មតាហ្នឹងក៏យើងនៅជួបបញ្ហាពិបាកដែរចុះទៅមកយើងអូសលមកឡានដឹកឡានអីអញ្ចឹងទៅហើយមានសัตว์មានអីរត់កាត់ទៀតបាទហើយបន្ទាប់មកក៏យើងរកកន្លែងញ៉ាំបាយហើយញ៉ាំបាយនេះពុកម៉ែបងប្អូនអរគ្នាញ៉ាំបាយថ្ងៃបន្តែនៅពេលរសៀលបាទមក2ម៉ោង3ហើយមុននឹងញ៉ាំបាយហ្នឹងក៏យើងដាក់នំប៉័ងទ្រាប់ពោះម្នាក់មួយម៉ាត់2ម៉ាត់ហើយក្រោយពីការញ៉ាំរួចហ្នឹងក៏យើងបន្តដំណើរទៅមុនទៀតហើយទេសភាពគឺស្អាតហើយមិនខុសគ្នាប៉ុន្មានពីទេសភាពនៅស្រុកខ្មែរយើងទេបាទហើយការរដ្ឋានហ្នឹងក៏ច្រើនបាទផ្លូវខូចក៏ច្រើនផងដែរបាទអញ្ចឹងបើសិនជាយើងអូសរាប់រយគីឡូបែបនេះបាទគឺថាមិនមែនជាភាពងាយស្រួលទេនៅក្នុងការធ្វើដំណើររយៈចម្ងាយឆ្ងាយហើយអូសលមកទៀតបាទសណ្ដោងទៀតបាទមិនរអ៊ូរទាំអីទេប៉ុន្តែស្ថានភាពផ្លូវគឺពិបាកមែនហើយយើងវាក់ក៏លុកច្រើនកាលពីពួកខ្ញុំបានមកប្រណាំងឡានរ៉ាលីនៅផ្លូវនេះកាលពីប្រហែលឆ្នាំមុន2023ហ្នឹងណាបាទគឺថាសភាពផ្លូវមិនទាន់ជាពិបាកខ្លាំងដល់ម្លឹងទេហើយបងប្អូនបេះដូងកីឡាករយើងគ្រប់គ្នាបាទពំនាំដង្ហែទង់ជាតិបាទដង្ហែទង់ជាតិខ្មែរយើងដាក់បក់ល្វិចពីកម្ពុជាមកដល់ទឹកដីឡាវបងប្អូនហើយអ្វីដែលសំខាន់នោះគឺជនជាតិគេងាកមកមើលយើងបាទលេខមិនងាយដាច់ទេមានអ្នកបើកឡានមកកាត់ហើយងាកមកមើលវិញនឹងក៏មានដែរបាទគេឃើញកម្ពុជាយើងអញ្ចឹងណាបាទឃើញទង់ជាតិជើងបក់ព្រមជាមួយនឹងអ្នកឧបត្ថម្ភបាទឧបត្ថម្ភកំវាបាទគឺជាអ្នកមានគុណរបស់ក្រុមកីឡាករបាទมันអាចខ្វះបានទេពុកម៉ែបងប្អូនសម្រាប់អ្នកឧបត្ថម្ភកីឡាករដើម្បីឲ្យកម្មវិធីយើងដំណើរការទៅមុខបាទហើយក្នុងវីដេអូនេះក៏សូមអរគុណជាម្ដងហើយម្ដងទៀតបងប្អូនទាំងអស់គ្នាបាទហើយកីឡាកររបស់យើងនឹងគឺមាន3រូបនឹងឯងបាទមានឡានពូស្មីហើយក៏មានឡានបងរ៉ាគីមបាទឡានបងរ៉ាគីមក៏ប៉ុណ្ណឹងដែរហើយជាមួយនឹងឡានមេហួតបាទឡានហៀហួត
Wood VKX Racing របស់យើងបាទគឺយើងប៉ុណ្ណាំង3ឡានហើយក្នុងខ្លះតែមួយទៀត đây là ba bác sĩ đấy ba bé hốt បងប្អូនអរគ្នាឥឡូវនេះគឺជប់ទី2យើងមកដល់បាក់សេហើយយើងត្រូវគេងទៅនេះហើយចាំមើលយើងញ៉ាំអីរួចចាំយើងអាប់ដេតព័ត៌មានជូនបងប្អូនទៀតនៅក្នុងស្រួលទៀតណាស្រួលដាក់ឡានបាទទីបំផុតយើងបានមកដល់កន្លែងយើងហាក់យាត្រាសម្រាប់ក្នុងការគេងហើយយើងទៅអីញ៉ាំអីសិនអញ្ចឹងណាដល់ស្អីមានតែគ្នាយើងឯងមកទៅកន្លែងគេង